សួស្តីអ្នកនរថ្ងៃនេះដែរខ្ញុំមានដំណើរកម្សាន្តទៅភ្នំ1005ចំនួន7ថ្ងៃបាទចំណុចថាឧបសគ្គវាទៅជាយ៉ាងណាសូមទស្សនាទាំងអស់គ្នាបាទពេលនេះដែរឥឡូវបានមកដល់ពាក់កណ្ដាលផ្លូវបាទសម្រាប់ទេសភាពវិញគឺត្រជាក់ដងផ្លូវក៏ស្អាតទេសភាពក៏ស្អាតគឺរីកលេចខ្លាំងមែនតើបាទឥឡូវបានមកដល់ពាក់កណ្ដាលផ្លូវចាប់ដល់ភ្នំ1005ឥឡូវពួកយើងឈប់មកផ្លែតដើម្បីថតទេសភាពភ្នំហើយបន្តទៀតគឺចិត្តដល់ភ្នំ1005មែនតើបាទគឺទេសភាពតាមដងផ្លូវគឺអេមែនតើបាទឥឡូវថតខ្លួនឯងមកមកថាមានតែវីដេអូផ្លូវអត់មានវីដេអូខ្លួនឯងលើជិះតែ2នាក់ទេតោមួយជិះ2នាក់បាទឥឡូវពួកយើងបានមកដល់ភ្នំ1005ហើយបាទឥឡូវកំពុងតែថត selfie ស្អីអីហើយសម្រាប់ផ្លូវវិញគឺកោងអាច corner បានបាទតែ corner មើលផងបងប្អូនព្រោះផ្លូវអត់ទាន់ស្អាត 100% ទេបាទហើយសម្រាប់ទេសភាពវិញគឺអេមែនតើបាទជាតិស្លប់ហើយឥឡូវកំពុងតែរៀបចំខ្លួនថតរូបមួយប៉ុស្តិ៍ឬពីរប៉ុស្តិ៍សម្រាប់ទុកផុស story អីចឹងបាទឥឡូវនេះសកម្មភាពពេលយប់បាទឥឡូវកំពុងចេញដំណើរទៅពេញវិញបាទអស់កម្លាំងមកតែបាទឥឡូវឈប់2-3ដងហើយបាទតែឈប់មួយសាហ្នឹងគឺថតយកមកបាទព្រោះឈប់ច្រើនពេកគឺអស់កម្លាំងមែនតើបាទចំពោះដីគឺ600គីឡូជាងបាទទៅវិញទៅមកបាទហើយជិះ6ម៉ោងបាទ